សូមស្វាគមន៍ចំពោះកម្មការមេរៀនទី3អញ្ចឹងសម្រាប់មេរៀននេះគឺយើងធ្វើទៅលើកម្របនៃប៉ែនកាហ្វេហ្នឹងអញ្ចឹងគឺយើង click ទៅលើតួរបស់វាយើងចូលមក edit mode បន្តមកទៀតគឺខ្ញុំធ្វើការcopy យកនេះតែម្ដងឥឡូវខ្ញុំ copy យកនេះអញ្ចឹងគឺខ្ញុំចុចទៅលើ Alt ដើម្បី click ឲ្យវាមួយជុំអញ្ចឹងមកយើង copy វាឬក៏យើង duplicate វាអញ្ចឹងគឺយើងចុចទៅលើ Shift D ហើយយើង click វាមួយហើយចុចទៅលើអក្សរ P ដើម្បីចុចទៅលើអក្សរ P ដើម្បីធ្វើការបំបែកវាពេលបំបែកបានហើយយើងដូរវាមក object mode វិញមកតមកទៀតយើង click ឡើងនេះមកអូខេយើង click ឡើងហ្នឹងហើយយើងចូលមក edit mode វិញបន្តមកទៀតគឺយើងចុចទៅលើអក្សរ A ដើម្បីធ្វើការ select all បន្តមកទៀតគឺយើងធ្វើការចុចទៅលើអក្សរ E យើងចុចទៅលើអក្សរ E មកយើងហើយចុចទៅលើអក្សរ Z ដើម្បី extrude ចុះក្រោមចុះក្រោមតិចប៉ុណ្ណេះមកហើយខ្ញុំចុចទៅលើអក្សរ A ខ្ញុំ scale ចុះក្នុងតិចបានហើយអូខេបន្តមកទៀតនៅកន្លែងនេះគឺខ្ញុំចុចទៅលើ Alt ហើយ click លើវាហើយខ្ញុំចុចទៅលើអក្សរ E អក្សរ Z ហើយ move វាឡើងទៅលើចឹងយើងចុចទៅលើអក្សរ S scale វាចេញក្រៅបន្តិចអូខេ move វាឡើងទៅលើចុចទៅលើអក្សរ E អក្សរ Z អូខេហើយយើងចុចទៅលើអក្សរ S scale វាចូលក្នុងបន្តិចមកបន្តមកទៀតយើងចុចទៅលើអក្សរ E អក្សរ S scale វាចូលក្នុងរបៀបនេះបន្តមកទៀតគឺយើងចុចទៅលើអក្សរG អក្សរ Z move វាឡើងទៅលើបន្តិចប៉ុណ្ណេះហើយយើងចុចទៅលើអក្សរ E អក្សរ S scale ចុះក្នុងមួយទៀតមកចុចទៅលើអក្សរ E អក្សរ Z ហើយ scale វាចុះទៅក្រោមប៉ុណ្ណេះរួចហើយគឺយើងចុចទៅលើអក្សរ E អក្សរ S យើង extrude វាចេញក្រៅរបៀបនេះបន្តមកទៀតគឺយើងចុចទៅលើអក្សរ E អក្សរ Z move វាឡើងទៅលើប៉ុណ្ណេះមកយើងខ្ពស់បន្តិចក៏បានចុចទៅលើអក្សរ S យើង scale វាចូលក្នុងចុចទៅលើអក្សរ E អក្សរ S បន្តមកទៀតយើងចុចទៅលើអក្សរ E អក្សរ Z ធំតិចនេះប៉ុណ្ណេះអក្សរ E អក្សរ S អក្សរ E អក្សរ S អូខេបន្តមកទៀតយើងចូលមកកន្លែង face យើងយកពាក្យថា create fill ហើយយើងឲ្យសារ៉េអានេះបើសិនមកយើងចង់សារ៉េវាដាក់វាប៉ុណ្ណឹងចុះអូខេឥឡូវយើងមើលវាសិនតើវា smooth អត់អានេះអត់សូវ smooth ទេជិះយើងកែយើងថែមទៅលើ loop cut មួយចំនួនចឹង control R យើងដាក់វាឡើងលើតិចមកអានេះគឺ control R ចុះក្រោមគេបន្តមកទៀតអានេះ control R ដាក់វាឡើងលើបន្តិច control R ចុះក្រោមបន្តិច control R ប៉ុណ្ណេះអូខេបន្តមកទៀតគឺឥឡូវយើងមើលវាបើវាអត់ smooth យើង click លើវា right click set smooth បន្ថែមទៀតអញ្ចឹងវា smooth ហើយយើងមើលនៅខាងក្រោមនេះខ្ញុំចង់ទាញវាចូលក្នុងបន្តិចអានេះគឺខ្ញុំចុចទៅលើ Alt ហើយ click ទៅលើចុងនឹងមកហើយចុចទៅលើអក្សរ S អូខេហើយចុចអក្សរ E ហើយយើងធ្វើការ extrude វាចូលក្រោមបន្តិចឲ្យមានមាត់ចេះមកអូខេហើយយើងមើលម្ដងទៀតអូខេបន្តមកទៀតគឺយើងធ្វើមាត់នេះអញ្ចឹងគឺខ្ញុំចូលមក edit mode ខ្ញុំធ្វើវានៅខាងមុខនេះចឹងខ្ញុំ click ទៅលើ face ហើយខ្ញុំចុចទៅលើអក្សរ E អក្សរ E អក្សរ S អូខេតមកទៀតគឺខ្ញុំធ្វើការសារ៉េនេះបន្តិចចុចទៅលើ vertex
này dùng tiền vì tí cho nên click là vì mà cho tờ lờ mù thù mà dùng tiền vì chụp một tí okay. Này gần chẳng đấy tiền chụp nó cái này dùng mù vì chụp nó tí mà click là vì mà tiền vì chụp nó tí này gần chẳng đấy ok dân bàn phần đằng háiคือยัง extrude នឹងឡើងទៅលើចឹងយើងចូលមក face ហើយយើងចុចទៅលើអក្សរ e គេដាក់វាប៉ុណ្ណឹងឬក៏អញ្ចឹងខ្ញុំចុច Ctrl Z ខ្ញុំ back វាមកវិញសិនខ្ញុំ back វាមកវិញសិនខ្ញុំ back វាមកវិញយើង Ctrl C ដើម្បី back ត្រឡប់វាមកវិញអូខេប៉ុណ្ណឹងខ្ញុំអាច extrude ឡើងទៅលើសិនចឹងខ្ញុំចុចទៅលើអក្សរ E អក្សរ Z អក្សរ Z មកទៀតទីវាប៉ុណ្ណេះមកវាធំពេកយ៉ាងនេះទីវិញទីចេញតិចអូខេបន្តមកទៀតគឺខ្ញុំចុចទៅលើអក្សរ E S ខ្ញុំ scale ជុំក្នុងតិចមកហើយខ្ញុំសារ៉េបន្តិចចឹងគឺខ្ញុំដូរវាមក vertex អូខេខ្ញុំ move វាចូលក្នុងតិចប៉ុណ្ណេះហើយខ្ញុំ move វាចូលក្នុងដែរចុចទៅលើ shift key ហើយ move ចូលក្នុងអូខេនេះខ្ញុំ move វាចូលក្នុងដែរនេះ move ចូលក្នុងតិចបន្តមកទៀតគឺយើងចុចទៅលើ face ចុចទៅលើអក្សរ E អក្សរ Z បន្តទៀត Z អូខេយើងសុំតើឥឡូវខ្ញុំធ្វើការលុបវាសិនចឹងគឺខ្ញុំចង់ធ្វើការលុបទៅលើនេះចឹងខ្ញុំចុចទៅលើអក្សរ X ហើយយកពាក្យថា face អូខេបន្តមកទៀតគឺខ្ញុំចុចទៅលើ L ហើយ click លើនេះមកម្ដងទៀតអូខេហើយខ្ញុំចុចទៅលើអក្សរ E អក្សរ Z ស៊ូវាចុះទៅក្រោមបន្តិចមកប៉ុណ្្នឹងចុះហើយបន្តមកទៀតគឺខ្ញុំថែមទៅលើ loop cut Ctrl R ដាក់2អូខេឲ្យវា smooth បន្តមកទៀតអានេះ Ctrl R ដែរនេះគឺ Ctrl R អូខេវាខ្ញុំគិតថានេះធំពេកហើយចង់ឲ្យវាចុះក្រោមបន្តិចខ្ញុំចុច Ctrl Z back វាវិញសិនវិស័យវាចុចទៅលើ face មូលចុះក្រោមតិចហើយវាខ្ពស់ពេកអូខេប៉ុណ្្នឹងចុះហើយខ្ញុំថែម loop cut Ctrl R Ctrl R មួយទៀតអូខេ Ctrl R ទីខាងលើ Ctrl R ចុះក្រោមអូខេនេះមួយទៀតគឺ Ctrl R ដែរអូខេអូ
khé chẳng những bàn phần nâng hái những phơ tờ lờ nè đá rùm nè chẳng nhung click là vì á bàn tay môn này nhung đã chung vì sân là nhung click là vì nó đã cover crop chẳng tới tầm bây giờ như sư trong chám cover và tầm một tiết là nhung đã vì tha body clone ok và tầm một tiết là nhung thời cả click là vì nhung đồ vì mà edit mode hay nhung time tờ lờ look cap tí control O nhung đã vì tầm này một tiết control O ok chẳngសម្រាប់មេរៀនក្រោយគឺយើងធ្វើកណ្ដាស់នេះអញ្ចឹងសូមអរគុណសូមជម្រាបលា